ស្វាគមន៍នៅការរក្សាសិទ្ធិសេរីភាពប៉ុន្តែសូមកុំកេងចំណេញពីអាជីពរបស់ខ្លួនថ្ងៃមុនអ្នកកសែតមួយស្រែកដាក់មករឿងពីរដែលផ្ទុះការវែកញែកនៅក្នុងបណ្ដាញសង្គមកម្ពុជាណារឿងទី1អ្នកលក់ឡែល្បីអត់បង់ពន្ធមិនដឹងពីណាគេទេដែលអត់បង់ពន្ធរឿងទី2តើសារព័ត៌មានសិទ្ធិខាត់ដែរឬទេកន្លែងនេះខ្ញុំនឹងបកស្រាយថាសារព័ត៌មានសិទ្ធិខាត់និងមិនមានសិទ្ធិខាត់ប៉ុន្តែមុននឹងនិយាយរឿងនេះយើងសូមលើកអនុសាសន៍របស់ថ្នាក់ដឹកនាំគឺសម្ដេចនាយករដ្ឋមន្ត្រីពេលមួយដែលសម្ដេចនាយករដ្ឋមន្ត្រីឲ្យអាដាមណេតភក្ត្រាពិនិត្យមើលតើសារព័ត៌មានណាដែលទទួលបានអាជ្ញាប័ណ្ណឬក៏ប័ណ្ណកាសែតហើយដើរគៀបគេស៊ីនៅក្នុងគេហៅថាភាសាអង់គ្លេសក្នុងរឿងចិនគេហៅថា ICAC ខ្មែរ ACU ឬក៏អង្គភាពប្រឆាំងអំពើពុករលួយបទមួយដែលគេលើកឡើងគេហៅថាបទសោកប៉ាន់អូខេខ្ញុំចូលមកដល់ថាតើអ្នកសារព័ត៌មានសិទ្ធិខាត់ឬមិនមានសិទ្ធិខាត់តាន់គីមសួរអ្នកទាំងអស់គ្នាស្គាល់ហើយគឺគាត់ខាត់ឈើល្មើសច្បាប់អញ្ចឹងតើតើរឿងហ្នឹងខ្ញុំចង់លើកពីបច្ចេកទេសច្បាប់បន្តិចគឺបណ្ដឹងបរិហារបើសិនជាខ្ញុំឃើញនរណាគេបង្កើតបទល្មើសឧទាហរណ៍ខ្ញុំឃើញនរណាគេម្នាក់បុកនរណាគេអញ្ចឹងទៅខ្ញុំមានសិទ្ធិក្នុងការខាត់ដើម្បីរងចាំសមត្ថកិច្ចអានេះគេហៅថាបណ្ដឹងបរិហារគេប៉ុន្តែបើខ្ញុំមិនខុសអភិបាលខណ្ឌមួយរូបធ្លាប់លើកឡើងណាគាត់ថាបើសិនជារឿងហ្នឹងខុសពិតមែនអូខេអ្នកកសែតល្អប្រយ័ត្នតែរឿងហ្នឹងអត់ខុសឃ្លាំងហ្នឹងអត់មានផ្ទុកចេះដូចអ្វីដែលសារព័ត៌មានហ្នឹងមកប្រាប់អភិបាលខណ្ឌនោះអ្នកសារព័ត៌មាននឹងធ្ងន់កអញ្ចឹងបកមករឿងនេះវិញសូមបន្ថែមបន្តិចតកតងរឿងអង្គច្បាប់អាដាមកើតរិទ្ធធ្លាប់លើកឡើងអំពីគេហៅថាម៉េចតកតងអំពីច្បាប់តុលាការកាត់ក្តីរឿងមួយបើសិនជាការកាត់ក្តីនោះវាល្អคล้ายទៅជាអង្គហេតុច្បាប់ដើម្បីគេហៅថាជាប្រវត្តិសាស្ត្រឬក៏ឯកសារល្អប៉ុន្តែបើសិនជាតុលាការនោះកាត់ក្តីមិនល្អក៏คล้ายទៅជាអង្គហេតុឬក៏คล้ายទៅជាច្បាប់ឬក៏បទកថានីតិយុត្តដែលអាក្រក់សម្រាប់សិក្សាទៅពេលក្រោយអញ្ចឹងបកមករឿងអ្នកកសែតដែលខាត់ឈើហើយនឹងតាន់គីមសួរតើពីរនេះគាត់ខុសគ្នាហ្មងតកតងរឿងបត់សោកប៉ាន់បើមន្ត្រីរាជការគេហៅថាបត់ស៊ីសំណោកសោកប៉ាន់ពុកអលួយមិនអាកន្លែងមកចេះប្រើគាត់ថាបើយើងនិយាយអំពីឯកជនណាបើឯកជននឹងពុកអលួយក៏ឯកជននឹងខុសដែរអញ្ចឹងយើងបកមកវិញគេហៅថាទំនាស់ផលប្រយោជន៍នៅក្នុងរឿងច្បាប់ណាច្បាប់ស្ដីពីរបបសារព័ត៌មានឬក៏ក្រមធម្មនុញ្ញវិជ្ជាជីវៈរបស់អាដាមណេតភក្ត្រាលើកឡើងទំនាស់ផលប្រយោជន៍មានន័យថាអ្នកសារព័ត៌មានមិនត្រូវយកថ្នូរបើឯងអត់ឲ្យអញផ្សាយបើឯងអត់ឲ្យលុយអញចុះផ្សាយមានន័យថារួមគំនិតក្នុងការខុសទាំងពីរអញ្ចឹងណាអញ្ចឹងខ្ញុំចង់និយាយបកជាសរុបបើសិនជាគេហៅថាករណីមួយនោះគាត់ធ្វើខុសអូខេយើងទៅចាប់ឆែកឬក៏ខាត់គាត់ណាអូខេមួយចានទឹកម្ចានគោកតែបើសិនជាគាត់អត់ខុសកិត្តិយសសេចក្តីថ្លៃថ្នូរខ្ញុំនៅឯណាដែលអ្នកឯងបង្ខាតពេលវេលាខ្ញុំហើយធ្វើឲ្យខ្ញុំបាត់បង់កិត្តិយសដោយសារតែអាចហៅថាទង្វើអ្នកឯងគិតថាខ្ញុំអាក្រក់ខ្ញុំមានអាក្រក់ណាខ្ញុំល្អអញ្ចឹងមួយចានទឹកមួយចានគោកអ្នកសារព័ត៌មានសិទ្ធិខាត់បទល្មើសបើសិនវាជាបទល្មើសប្រយ័ត្នតែមែនបទល្មើសគឺជាបទបរិហារគេហើយបើយើងនិយាយជាសរុបដូចដែលសម្ដេចនាយករដ្ឋមន្ត្រីលើកឡើងណាបើសិនជាអ្នកសារព័ត៌មាននឹងយកអាជ្ញាប័ណ្ណហើយដើរគៀបគេស៊ីគិតតែដើរគៀបគេស៊ីណងហើយដកអាជ្ញាប័ណ្ណកុំឲ្យវិញរហូតប៉ុន្តែសម្ដេចក៏លើកទឹកចិត្តដែរអ្នកសារព័ត៌មានដែលធ្វើល្អកុំឲ្យខូចមួយខូចទាំងអស់កុំឲ្យត្រីស្អុយមួយកន្ត្រកតែគាត់ប្រាប់ថាអ្នកឯងមានអានឹងអញ្ចឹងត្រូវបង់ខ្ញុំ280,000អ្នកដឹកគាត់ថាខ្ញុំសងបង់តែ50,000អត់អញ្ចឹងគាត់ចុះបាទវាទៅជារឿងអញ្ចឹងទៅវាទៅជាអ្នកកសែតទៅគៀបគេចុះផ្សាយឲ្យអ្នកកសែតមហោអន្តរាគមដោះស្រាយវាទៅជាអញ្ចឹងដែរវាមិនមែនទាំងអស់ទេ
ប៉ុន្តែខ្ញុំសូមឲ្យបងប្អូនប្រកាន់ក្រមសីលធម៌ឲ្យឯកឧត្តមនេតផត្រាមើលកិច្ចការនេះច្បាស់កុំឲ្យអ្នកកសែតម្នាក់ពីរនាក់4 10នាក់ទៅបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើងរាប់ម៉ឺននាក់ពួកបងប្អូនមានក្រមសីលធម៌បងប្អូនខំធ្វើដោយសន្តិចិត្តពេលខ្លះបងប្អូនធ្វើដោយច្រឡំកត់កែតែអ្នកខ្លះអត់ទេគឺយកអានឹងជាអាជីពទៅគៀបគេឯកឧត្តមនេតផត្រាមើលបើសិនមានបញ្ហាប៉ុណ្ណឹងដកអាជ្ញាប័ណ្ណឲ្យ blacklist មកឲ្យបាច់ឲ្យធ្វើទៀតទេបាទបើ